รถยนต์ Challenge Spark EUV សាកមកពេញជិះបានរហូតដល់7,400 គីឡូម៉ែត្រតម្លៃគេគឺក្រោម$20,000តែប៉ុណ្ណោះពិសេសមែនទែនអញ្ចឹងចង់ដឹងថាតើរថយន្ត Challenge Spark EUV នេះមានអីពិសេសមានអីទំនើបខ្លះក៏ដូចជាមាន option អីគេខ្លះតោះទៅមើលលម្អិតមកខ្ញុំទាំងអស់គ្នាបងឡាយយើងនិយាយពាក់ព័ន្ធជាមួយទៅលើទំហំអាគុយរបស់រថយន្ត Spark EUV មួយនេះអញ្ចឹងរថយន្តនេះគឺប្រើប្រាស់អាគុយទំហំ 41.9 គីឡូវ៉ាត់ម៉ោងដែលសាកមកពេញហ្នឹងគឺជិះបានខ្ទង់ប្រហែលជា360 គីឡូម៉ែត្រហើយសម្រាប់កម្លាំងវិញគឺខ្ទង់ប្រហែលជា100សេសមួយទៀតហ្នឹងពាក់ព័ន្ធជាមួយទៅលើកម្រិតស៊ីអាគុយរបស់គេណាអញ្ចឹង100គីឡូស៊ីប្រហែលជាខ្ទង់11គីឡូវ៉ាត់ម៉ោងហើយបើពាក់ព័ន្ធជាមួយទៅលើការសាកវិញអញ្ចឹងសាកយើងអាចសាក AC ឬក៏ DC បានប្រើប្រាស់ជាមួយនឹង port CCS2 ណាហើយសំខាន់ហ្នឹងពាក់ព័ន្ធជាមួយទៅលើការសាកអញ្ចឹងបងប្អូនសាកប្រហែលជា35នាទីនឹងឡើងពី30រហូតដល់ 80% ហើយសម្រាប់ការសាកនេះលឿនមែនតើបាទបន្តមកទៀតយើងក៏ទៅមើលពាក់ព័ន្ធជាមួយទៅលើការ design អីផ្សេងៗតើមានអីគួរឲ្យចាប់អារម្មណ៍ខ្លះដំបូងឡើយគឺការ design ទាំងមូលតែម្ដងសម្រាប់ខ្ញុំចាប់អារម្មណ៍មែនទែនព្រោះដោយសារតែជាប្រភេទឡានអគ្គិសនីដែលយើងគិតថាសម្រាប់បើកក្នុងក្រុងទេក៏ប៉ុន្តែការ design គេមើលទៅរៀងបែប cute ផងក៏ប៉ុន្តែបែប adventure ផងសូម្បីតែមុនហ្នឹងនៅពេលដែលខ្ញុំកំពុងតែសេរីឡាននេះថតហ្នឹងណាបងប្រុសក៏ដើរមកថាអូឡាននេះស្អាតមែនទែនព្រោះវាមើលទៅបែប city car ក៏ប៉ុន្តែក៏អមមកជាមួយនឹងការ design បែប adventure បន្ថែមផងដែរដូចឃើញស្រាប់មានជ្រុងលីមូលីអីចឹងទៅហើយបើសិនជាអីដែលចាប់អារម្មណ៍នេះគឺកន្លែងនេះជាគៀងមកគេ daytime គេធ្វើជា4គ្រាប់ទូចៗចឹងមើលទៅ cute ស្អាតហើយសំខាន់នៅខាងក្នុងជាគៀងនេះផ្ទាល់មានមុខងារសមត្ថភាពភ្លឺនៅទីងងឹតអូតូក៏ដូចជាមានមុខងារតម្លាក់ barcode ផងដែរបន្ថែមពីហ្នឹងយើងក៏មាន sensor 2គ្រាប់នៅផ្នែកខាងមុខក៏ដូចជាកាមេរ៉ាមួយគ្រាប់នៅផ្នែកខាងមុខសម្រាប់ឲ្យបងប្អូនងាយស្រួលនៅក្នុងការចូលចតឬក៏អាយ៉ៃអីផ្សេងៗកន្លែងសាកថ្មវិញគឺសាកនៅកន្លែងនេះបើកមកយើងសាកបានទំនងស្អាត clean មែនទែនហើយបើពាក់ព័ន្ធជាមួយនឹងពណ៌ដែលយើងកំពុងតែថតនេះហ្មងពណ៌ខៀវលាយសខ្ញុំហ៊ាននិយាយថាបើសិនជាបងប្អូនមើលក្រៅនឹងភ្នែកផ្ទាល់តាក់ចិត្តតែម្ដងបាទឥឡូវយើងមកមើលនៅផ្នែកខាងគៀនវិញម្ដងអូខេអញ្ចឹងផ្នែកខាងគៀនគឺពាក់ព័ន្ធជាមួយទៅលើ Spark EUV បងប្អូនប្រកាសជាសួរថាហេតុអីបានជាគេដាក់ថា EUV តាមពិតពាក្យពេញរបស់គេហ្នឹងគឺ Electric Utility Vehicle បាទអញ្ចឹងវាដូចតាឡាន EV របស់យើងធម្មតាទេក៏ប៉ុន្តែ Challenge គាត់ថែមអក្សរ U ហ្នឹងដើម្បីឲ្យចង់ដឹងថានេះគឺជា Compact SUV បាទហើយមួយទៀតពាក់ព័ន្ធជាមួយប្រព័ន្ធជើងក្រោមរបស់ Spark EUV នេះណាខាងមុខគេឲ្យឈ្មោះថា Strut ហើយខាងក្រោយនេះគេឲ្យឈ្មោះថា Thousand Beamពាក់ព័ន្ធជាមួយទៅលើប្រព័ន្ធជើងក្រោមទាំងពីរប្រភេទនេះមុខងារសំខាន់របស់គេទី1គឺងាយស្រួលនៅក្នុងការជិះបើកបរប្រចាំថ្ងៃទី2គឺ save space អញ្ចឹងទីទៀតបងប្អូននឹងចូលទៅមើលខាងក្នុងរបស់ខ្ញុំទាំងអស់គ្នាថាតើខាងក្នុងមាន space ទំហំប៉ុណ្ណាអូខេអញ្ចឹងឥឡូវខាងក្រៅប៉ុណ្ណឹងសិនឥឡូវយើងទៅមើលខាងក្រោយវិញម្ដងមកដល់ផ្នែកខាងក្រោយវិញខ្ញុំចាប់អារម្មណ៍មកជូរនេះខ្លាំងមែនតើទី1គឺ stop LED ការ design បែបអញ្ចឹងស្អាត clean ទី2គឺកន្លែងនេះសម្រាប់ខ្ញុំគិតថាវាស៊ីគ្នាល្អមែនតើពណ៌ខៀវដូចជាមួយនឹងពណ៌សហើយគេ design កាត់មកឆ្នូតទាំងទៀតមើលទៅកាន់តែតាក់ភ្នែកបន្តមកទៀតខ្ញុំនាំបងប្អូនទៅមើលទំហំក្លុបនៅផ្នែកខាងក្នុងវិញម្ដងបាទអញ្ចឹង Compact SUV EV មែនក៏ប៉ុន្តែក្លុបរបស់គេគឺបានមួយអែមដាក់អាវ៉ាន់បានច្រើនមែនតើអញ្ចឹងមិនថាសម្រាប់បងប្អូនដែលគាត់ថាចង់ទៅខេត្តម្ដងម្កាលឬក៏សម្រាប់បងដែលគាត់ប្រើប្រាស់ប្រចាំថ្ងៃដាក់អាវ៉ាន់កូនទៅរៀនឬក៏ចេញពីផ្សារចឹងអីទេសម្រាប់ខ្ញុំគិតថាខាងក្នុងនេះដាក់អាវ៉ាន់បានច្រើនអូខេអញ្ចឹងរូបរាងខាងក្រៅប៉ុណ្ណឹងឥឡូវយើងចូលទៅខាងក្នុងទាំងអស់គ្នាចូលមកដល់ខាងក្នុងវិញរបស់ Spark EUV ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំណាខ្ញុំអត់ទទួលបានអារម្មណ៍ថាខាងក្នុងនេះជាទេសម្រាប់ខ្ញុំទទួលបានអារម្មណ៍ថាវាទលាយសមល្មមហើយសំខាន់អីដែលខ្ញុំចាប់អារម្មណ៍ដែរនេះគឺពាក់ព័ន្ធជាមួយទៅស្បែកច្រើនមែនទេ soft touch ណាកន្លែងនេះក៏ស្បែកតុនខាងនេះក៏តុនសូម្បីតែកៅអីដែលខ្ញុំកំពុងតែអង្គុយក៏ជាកៅអីស្បែកហើយសំខាន់ក៏មានមកជាមួយនឹងកៅអី motor ដែលយើងអាចសេរីទៅមកទៅតាមចំណង់ចំណូលចិត្តបងប្អូនបានផងដែរមួយទៀតដែលខ្ញុំចាប់អារម្មណ៍ដែរនោះគឺការ design បែបលាយជាមួយនឹង compound អញ្ចឹងអត់ធ្វើឲ្យមើលទៅខាងក្នុងរបស់ឡាននេះវាមើលទៅវាស្រឡះពេកឬក៏ plan ពេកទេវាមាន pattern វាមានអីតិចតួចចឹងមកធ្វើឲ្យខាងក្នុងវាកាន់តែស្អាតបន្ថែមមួយកម្រិតផងដែរអូខេបន្តមកទៀតយើងចង់បញ្ជាក់ជូនបងប្អូនពាក់ព័ន្ធជាមួយទៅលើកញ្ចក់នេះផ្ទាល់តែម្ដងរថយន្តនេះតម្លៃខ្ទង់តែ$20,000ស្ដើងទេក៏ប៉ុន្តែប្រើប្រាស់ជាមួយនឹងកញ្ចក់អូតូទាំង4តែម្ដងអញ្ចឹងសម្រាប់បងដែលគាត់មានកូនតូចគាត់បើកកូនតូចទៅរៀនជូនកូនតូចទៅរៀនអីហ្នឹងក៏អត់បាច់បារម្ភថាខ្លាចខលគៀបដៃកូនគាត់អីទេគឺកន្លែងហ្នឹងគឺអត់បារម្ភតែម្ដង
បន្តមកទៀតចង់បញ្ជាក់ពាក់ព័ន្ធជាមួយទៅលើចង្កូតនេះចង្កូតនេះគឺជាចង្កូតស្បែកហើយសំខាន់ជាប្រភេទចង្កូតអេឡិចត្រូនិកអញ្ចឹងសម្រាប់ការបញ្ជាការបត់បែនអត់បារម្ភដូចគ្នាហើយនៅលើនេះយើងមានប៊ូតុងច្រើនពាក់ព័ន្ធជាមួយនឹងប៊ូតុងចម្រៀងអីផ្សេងក៏ដូចជាប្រព័ន្ធ safety feature អីហ្នឹងក៏យើងអាចបញ្ជានៅលើចង្កូតនេះបានផងដែរនៅខាងមុខខ្ញុំវិញគឺជាកុងទ័រ digital ទំហំ 8.8 អ៊ីងបង្ហាញព័ត៌មានបានច្រើនតាំងពីតរ៉ៃម៉ូតតាំងពីអាគុយថ្មរបស់យើងសល់ប្រមាណភាគរយអីប្រមាណភាគរយនេះគឺបង្ហាញនៅក្នុងហ្នឹងទាំងអស់ចង្កឹះលេខគឺនៅខាងលើនេះហើយយើងងាកតមកផ្នែកខាងស្ដាំគឺជាអេក្រង់ touch screen ទំហំ 10 អ៊ីងហើយនៅក្នុងនេះដូចបងប្អូនបានឃើញស្រាប់មានមុខងារច្រើនតាំងពីតរ៉ៃម៉ូតអីផ្សេងក៏យើងបញ្ជានៅក្នុងហ្នឹងមុខងារសុវត្ថិភាពក៏យើងបញ្ជានៅក្នុងហ្នឹងហើយបន្ថែមពីហ្នឹងយើងក៏មានមកជាមួយនឹង Apple CarPlay Android Auto មានកាមេរ៉ា30 degree ដែលយើងអាចមើលមកជុំវិញតួឡានផ្ទាល់តែម្ដងហើយឯដែលសំខាន់ទៀតហ្នឹងគឺម៉ាស៊ីនត្រជាក់ក៏យើងអាចបញ្ជានៅខាងក្នុងនឹងបានផងដែរប៉ុន្តែចំណុចមួយដែលខ្ញុំតែងតែចូលចិត្តហើយខ្ញុំតែងតែសរសើរហ្នឹងគឺនៅខាងក្នុងហ្នឹងយើងអាចបញ្ជាបានចុះពាក់ព័ន្ធជាមួយម៉ាស៊ីនត្រជាក់ប៉ុន្តែខាង Challenge Spark EUV គាត់ក៏ដាក់ប៊ូតុងមកបន្ថែមផងដែរអញ្ចឹងនៅពេលដែលបងប្អូនបើកលឿនលឿនបើកតាមខេត្តអីអត់បាច់បារម្ភត្រូវរាវចុចទេប្រើប្រាស់ជាមួយនឹងប៊ូតុងបញ្ជាម៉ាស៊ីនត្រជាក់គឺងាយស្រួលបំផុតលយមែនទែនចុះមកខាងក្រោមទៀតយើងមានកន្លែងដាក់អវ៉ាន់បានបន្ថែមយើងមានរុនសាក់ថ្មមកស្រាប់ហើយខាងលើនេះយើងក៏មានមកជាមួយនឹង cup holder ផងដែរអូខេអញ្ចឹងខ្ញុំត្រួសជូនបងប្អូនប៉ុណ្ណឹងពាក់ព័ន្ធជាមួយទៅលើផ្នែកខាងមុខឥឡូវយើងទៅមើលនៅផ្នែកខាងក្រោយវិញម្ដងតោះអូខេបងប្អូនឥឡូវយើងចូលមកដល់ផ្នែកខាងក្រោយវិញម្ដងដំបូងនេះគឺប្រកាសជាទៅលើ space ហើយថាតើមានប៉ុណ្ណាមុនហ្នឹងកៅអីខាងមុខនេះគឺខ្ញុំដាក់មកស្រួលខ្លួនហ្មងអត់មានលួច space លួចអីទេហើយឥឡូវយើងឃើញស្រាប់ពាក់ព័ន្ធជាមួយនឹងកន្លែងដាក់ជើងណាគឺធំទលាយខ្លាំងមែនតើអញ្ចឹងខ្ញុំជឿថាខាងក្រោយនេះណាមនុស្សធំប៉ុនខ្ញុំ3នាក់អង្គុយខាងក្រោយនេះក៏បានដែរអត់បារម្ភទេហើយបើសិនជាបងជូនកូនទៅរៀនដាក់អវ៉ាន់ឬជាក្មេងតូចខាងក្រោយអីនេះក៏អត់បារម្ភដែរហើយមួយទៀតពាក់ព័ន្ធជាមួយនឹង space ដាក់អវ៉ាន់ក៏មានច្រើនខាងនេះក៏មាននេះក៏មាននេះក៏មានខាងនេះក៏មាន light space ដាក់អវ៉ាន់ក៏ដូចជាមានមកជាមួយនឹងរុនសាក់ថ្មផងដែរមួយទៀតដែលបងប្អូនយើងក៏តែងតែសួរនេះគឺពាក់ព័ន្ធជាមួយទៅលើប្រព័ន្ធសុវត្ថិភាពថាតើមានអីគេខ្លះទីមួយគឺពងសុវត្ថិភាពមានរហូតដល់6គ្រាប់ហើយបើពាក់ព័ន្ធជាមួយនឹង safety feature គឺមានច្រើនមែនទែន ADAS របស់គេហ្នឹងគឺមានហើយតាំងពី adaptive cruise control ឲ្យឡានយើងបើកក្នុងគន្លងផ្លូវប្រាំងអូតូអីផ្សេងៗនេះគឺមានអស់ចាំខ្ញុំដាក់ text បន្ថែមនៅលើអេក្រង់នេះផ្ទាល់តែម្ដងបាទចុងក្រោយគឺតម្លៃនឹងការធានាបាទជាមួយនឹងការធានា3ឆ្នាំឬក៏ 100000 គីឡូសម្រាប់ motor អគ្គិសនីណាហើយសម្រាប់អាគុយវិញគឺធានារហូតដល់8ឆ្នាំឬក៏ 160,000 គីឡូមួយណា10មុនអញ្ចឹងទៅជំរឿនពណ៌របស់គេគឺមានច្រើនមែនទែនអត់បាច់បារម្ភទេបើសិនជាបងប្អូនសួរថាតើរថយន្តមួយនេះត្រូវជាមួយនឹងអ្នកណាខ្ញុំគិតថាអតិថិជនមានច្រើនជំរឿទីមួយបងឬក៏បងប្អូនដែលគាត់ទៅចូលរៀនសកលគាត់ត្រូវការឡានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃសេលអត់បាច់បារម្ភទៅលើរឿងសាំងទៅលើរឿងប្រេងអីទេឬក៏បងដែលគាត់មានឡានមួយហើយគាត់ត្រូវការឡានមួយទៀតសម្រាប់បើកជូនកូនទៅរៀនសម្រាប់បងដែលគាត់ត្រូវទៅរៀនទៅផ្សារឬក៏ប្រចាំថ្ងៃអីហ្នឹងក៏ត្រូវផងដែរឬក៏សម្រាប់បងដែលគាត់ចង់ប្រើប្រាស់ជាមួយនឹងឡានអគ្គិសនីណាគាត់សាកលើកដំបូងហើយគាត់ចង់ចំណាយច្រើនទេសំខាន់គឺគាត់ចង់បានការធានាត្រឹមត្រូវពីក្រុមអញ្ចឹងបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមលម្អិតហ្មងពាក់ព័ន្ធជាមួយទៅលើពណ៌អីគេខ្លះស្តុកប៉ុណ្ណាហើយក៏ដូចជាការបង់មលូអីយ៉ាងណានោះអាចតាក់ទងទៅខាង Challenge Cambodia បានដែលខ្ញុំនឹងទុកព័ត៌មានបន្ថែមរបស់គាត់នៅលើ caption ខាងលើអរគុណសម្រាប់ការទស្សនាពីខ្ញុំវិទូយើងនឹងជួបគ្នានៅវីដេអូក្រោយជំរាបលា